ខ្ញុំបានសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីបាទថ្ងៃនេះខ្ញុំនឹងលើកឡើងអំពីយន្តហោះចម្បាំងប្រភេទ J10 ដែលជាយន្តហោះចម្បាំងរបស់ប្រទេសចិនសម្រាប់យន្តហោះចម្បាំងនេះជាប្រភេទយន្តហោះចម្បាំងប្រើប្រាស់ម៉ាស៊ីនមួយហើយគេប្រើប្រាស់យូនិកម្នាក់វាផលិតដោយក្រុមហ៊ុន Chengdu របស់ប្រទេសចិនដែលជាយន្តហោះចម្បាំងដែលមានទម្ងន់ស្រាលហើយអាចធ្វើការប្រយុទ្ធពហុទូនាទីយន្តហោះនេះកំពុងតែបម្រើការនៅក្នុងកងទ័ពអាកាសកងទ័ពរំដោះប្រជាជនចិនបើយើងមើលពីលក្ខណៈទូទៅរបស់យន្តហោះចម្បាំង J10 វាផលិតដោយប្រទេសចិនវាបានហោះហើរលើដំបូងនៅក្នុងឆ្នាំ1988ដោយក្រុមហ៊ុន Chengdu យន្តហោះនេះផលិតឡើងនៅក្នុងឆ្នាំ2002ដោយដាក់បង្ហាញនៅក្នុងឆ្នាំ2006សម្រាប់បច្ចុប្បន្ននេះគេបានផលិតយន្តហោះនេះចំនួន466គ្រឿងនៅក្នុងឆ្នាំ2020នេះយន្តហោះចម្បាំងនេះមានតម្លៃ 27.8 លានដុល្លារក្នុងមួយគ្រឿងដែលជាតម្លៃនៅក្នុងឆ្នាំ2010បើយើងមើលពី Series របស់យន្តហោះ J10 នេះវាមាន J10A J10S J10B និង J10C ហើយមួយទៀតគេហៅថា JC20 សម្រាប់យន្តហោះចម្បាំងនេះប្រើប្រាស់យូនិកម្នាក់ហើយវាមានប្រវែង 16.43 ម៉ែត្រស្លាបទាំងពីរមានប្រវែង 9.75 ម៉ែត្រនិងកម្ពស់ 5.43 ម៉ែត្រទំហំទីធ្លាដែលត្រូវចតមានប្រវែង 33 ម៉ែត្រការ៉េសម្រាប់យន្តហោះនេះមានទម្ងន់ 9000 គីឡូហោះហើរបានទម្ងន់ 23000 គីឡូដោយប្រើប្រាស់ម៉ាស៊ីនមួយលក្ខណៈនៃការហោះហើរយន្តហោះនេះហោះបានល្បឿនអតិបរមា 2550 គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ 3500 គីឡូម៉ែត្រដោយប្រើប្រាស់ធុងប្រេងមួយហើយវាហោះហើរក្នុងការប្រយុទ្ធបានត្រឹមតែ 1450 គីឡូម៉ែត្រតែប៉ុណ្ណោះវាអាចហោះកម្ពស់ 18000 ម៉ែត្របើយើងមើលពីអាវុធរបស់ J10 វាមានកន្លែងដាក់សភាវុធរហូតដល់ 14 កន្លែងដែលអាចដាក់សភាវុធបានទម្ងន់ 7000 គីឡូវាមានកាំភ្លើងយន្តមួយទំហំ 23 មីលីម៉ែត្ររ៉ុកែតពីអាកាសទៅដីទំហំ 90 មីលីម៉ែត្រមីស៊ីលពីអាកាសទៅអាកាសប្រភេទ PL 8, 9, 10, 11, 12 និង 15មីស៊ីលពីអាកាសទៅដីដែលបញ្ជាទៅកាន់គោលដៅផ្សេងៗដូចជា PJ9, YJ9K ហើយវាក៏អាចធ្វើការទម្លាក់គ្រាប់បែកទម្ងន់ 500 គីឡូក្នុងមួយគ្រាប់ផងដែរយន្តហោះនេះមានរ៉ាដាបញ្ជាបាញ់និងប្រព័ន្ធការពារខ្លួនពីសង្គ្រាមអេឡិចត្រូនិកផ្សេងៗ